សួស្តីបងប្អូនអរគ្នាលោកគ្រូមានវីដេអូមួយទៀតទាក់ទងទៅនឹងការរួមមធ្យមភាគសម្រាប់មុខវិជ្ជាបាទបូកសរុបបញ្ចូលគ្នាទៅតើបងប្អូនបានប្រមាណក្បៀសអញ្ចឹងកុំខាតពេលវេលាលោកគ្រូចាប់ផ្ដើមតែម្ដងដំបូងបងប្អូនមើលកន្លែងមធ្យមភាគនេះមកបាទបន្ទាប់មកបងប្អូនចុចសញ្ញាស្មើបន្ទាប់មកបងប្អូនវាយពាក្យថា average បាទអញ្ចឹងបងប្អូនវាយក៏បានបងប្អូនវាយតែអក្សរ v មកវាចេញអក្សរ average ហើយបាទតបមកបងប្អូនចុចសញ្ញារង្វង់កញ្ចក់បាទនេះគឺជាមេគុណអញ្ចឹងចាប់ផ្ដើមម្ដងទៀតបាទតើបងប្អូនវាយសញ្ញាស្មើហើយវាយពាក្យ average អញ្ចឹងពេលដែលបងប្អូនវាយពាក្យ average ទៅវាចេញឲ្យហើយនេះបាទនេះ average អញ្ចឹងចុចលើនឹងមកបាទបន្តមកទៀតបងប្អូនចុចកន្លែងបន្ទុកសរុបបន្ទាប់ពីចុចបន្ទុកសរុបហើយបងប្អូនចុចសញ្ញាចែកមានសញ្ញាស្លាស់បាទត្រេតហ្នឹងហើយបន្តមកយើងចុចកន្លែងមេគុណនេះមេគុណសរុបបាទមានខ្មែរសិលធម៌គណិតរូបគីមីនេះគឺយើងរកមេគុណមួយទៅឃើញថាសរុបវាគឺ16អញ្ចឹងចេញ16មកបាទបន្តមកយើងបិទវងកញ្ចក់ហើយ enter បាទយើងឃើញថាឈ្មោះ Conception នេះគឺមធ្យមភាគគាត់គឺ 39.94 អញ្ចឹងបងប្អូនចុចលើនឹងមកហើយដាក់ឲ្យចំជ្រុងយើងចុចពីបកជាប់គ្នាក៏បានឬក៏ម៉ៅសង្កត់ម៉ៅឆ្វេងឲ្យចុះហើយអូសចុះមកក្រោមបាទហើយលែងដៃមកបាទបាទកន្លែងនេះឃើញអូខេអញ្ចឹងដោយសារកន្លែងនេះវាជាប់ទ្រង់ជ្រូកអញ្ចឹងកណ្ដាលជាប់ទ្រង់ជ្រូកយើងរកមូលហេតុវាអញ្ចឹងយើងចុចម្ដងទៀតនេះកន្លែង AHG នេះយើងចាក់សោវាមកបាទយើងចាក់សោវាមានថាមេគុណវាគឺ16អញ្ចឹងចាក់សោវាកុំព្យូទ័រខ្លះគឺវាយើងចុច S4 តែកុំព្យូទ័រខ្លះយើងចុច function ហើយ S4 បាទទី1ទី2បើសិនជាបងអូនចុចអានឹងអត់បានទេបងអូនវាយមកបាទវាយដុល្លារខាងឆ្វេងនិងវាយដុល្លារខាងស្ដាំនៅមុខអាហាហ្នឹងទៅរួចជាការស្រេចហើយតើមកបងអូន enter ធម្មតាបាទបន្ទាប់មកបងអូនចុចពីបឹកឲ្យជាប់គ្នាឬក៏អូសចុះមកក្រោមក៏បានដែរបាទបន្ទាប់មកបងអូនលែងដៃទៅបាទឃើញថាលទ្ធផលលែងចេញត្រង់ជុកទៀតហើយបាទអញ្ចឹងសម្រាប់វីដេអូមានតែប៉ុណ្ណឹងបាទអញ្ចឹងសូមអរគុណអញ្ចឹង